ឃើញខ្ញុំដើរទៅដើរមកហ្នឹងមិនមែនមកបង្ហាញម៉ូដទេណាគឺចង់បង្ហាញពីប្រភេទម៉ូដផ្ទះ El Villa នៅក្នុងគម្រោង ML Greenland ជូនដល់បងទស្សនាម៉ូដផ្ទះ El Villa គឺជាប្រភេទម៉ូដដែលទំនើបទាន់សម័យហើយចំពោះទំហំផ្ទះវិញបានដល់ទៅ 13.35 គុណឲ្យ 21.73 មាន 5 បន្ទប់គេងនិង 6 បន្ទប់ទឹកចំណែកចំហៀងផ្ទះវិញគឺនៅសល់ដីបងអាចរៀបចំជាអាងហែទឹកឬក៏កញ្ចុះផ្ទាល់ខ្លួនក៏បានចំពោះនៅក្នុងផ្ទះវិញណាបងនិយាយពីថាការរៀបចំគឺស្អាតខ្លាំងមែនតើស្ប៉េះក៏តលាយមិនថាកន្លែងទទួលភ្ញៀវឬក៏កន្លែងទទួលទានអាហារនិងកន្លែងចម្អិនអាហារទេការ design និងការរៀបចំមកគឺបែបទំនើបទាន់សម័យនិងស្រស់ស្អាតខ្លាំងមែនតើស័ក្តិសមជាមួយនឹងក្រុមគ្រួសារសម័យថ្មីឬក៏បងដែលកំពុងតែស្វែងរកផ្ទះនិងទើបតែរៀបការឲ្យថ្មីគឺត្រូវម៉ាច់តែម្ដងបើនិយាយពីចដាវវិញបងគឺងាយស្រួលនៅក្នុងការឡើងចុះមែនតែនហើយការរចនាម៉ូដវិញគឺយើងប្រើជាប្រភេទកញ្ចក់ temper ស្រោបដោយដែកអ៊ីណុកនៅផ្នែកខាងលើមុននឹងចូលបន្ទប់មេគ្រួសារបងនៅខាងមុខនឹងយើងមាន hall ទលាយអាចដាក់សាឡុងបានថែមទៀតតឥឡូវនេះទៅមើលបន្ទប់មេគ្រួសារទាំងអស់គ្នាជាមួយនឹងខ្ញុំវិញម្ដងវ៉ាវនិយាយទៅគឺធំទលាយខ្លាំងមែនតើបងចង់ដឹងថាបន្ទប់មេគ្រួសារស្អាតប្លែកប៉ុណ្ណាអត់តោះទៅទស្សនាទាំងអស់គ្នាបន្ទប់មេគ្រួសារគឺជាបន្ទប់ពហុបំណងតែម្ដងដោយសារធំទលាយហើយសំខាន់ណាគឺមានការរៀបចំដាច់ដោយឡែកជាកន្លែងគេងផ្សេងកន្លែង make up និងកាន់តែពិសេសទៀតគឺកន្លែងដាក់សម្លៀកបំពាក់បងគឺធំទលាយហើយសំខាន់គឺមានវ៉ែរ៉ង់ដានៅខាងមុខអាចឲ្យបងដើរឆ្លងទៅកាន់បន្ទប់គេងបានថែមទៀតផងយ៉ាងមិនដែរបងពេញចិត្តម៉ូដផ្ទះមួយនេះអត់តោះឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញពីបន្ទប់ទឹកវិញម្ដងសម្រាប់បន្ទប់ទឹកគេវិញបងអើយធំទលាយខ្លាំងមែនតែនស្មើនឹងបន្ទប់គេងមួយបាត់ឯនឹងហើយសំខាន់ណាគឺមានបាសស្ថាបសម្រាប់អាចឲ្យយើងគេងត្រាំទឹកបានទៀតកន្លែងមកមើលបន្ទប់សមាជិកទាំងពីរវិញបងគឺស្រស់ស្អាតដូចគ្នាទាំងការរៀបចំជាមួយនឹងការលេងម៉ូដ decor នៅខាងក្នុងទីទៅក្នុងបន្ទប់មួយគឺទលាយមែនតែនងាយស្រួលអាចឲ្យបងរៀបចំទៅតាមតម្រូវការជូនសមាជិកគ្រួសាររបស់បងបានឥឡូវនេះបងអញ្ជើញទៅទស្សនាទាំងអស់គ្នាវីដេអូនឹងអត់ទាន់ចប់ទេណាបងតែបើសិនជាបងចង់ដឹងព័ត៌មានលម្អិតតាក់ទងជាមួយនឹងប្រភេទម៉ូដផ្ទះ El Villa នៅក្នុងគម្រោង ML Greenland នេះបងអាចធ្វើការឆាតចូល page ឬក៏ជាន់ជា link Telegram បានដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមអញ្ចឹងសម្រាប់ការ review ថ្ងៃនេះគឺមានតែប៉ុណ្្នេះទេសូមអរគុណបងជួបគ្នានៅវីដេអូបន្ទាប់បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល